គណៈចឹងជាបឋមខ្ញុំគណៈសូមក្រាបថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពនឹងសូមនមស្ការក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនឹងសូមចម្រើនពរទៅដល់ញាតិញោមជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ពរចឹងក្នុងវេលានេះដែរណាខ្ញុំគណៈអាភិបចង់ចូលរួមចែករំលែកនៅទស្សនៈគំនិតខ្លះដើម្បីផ្សាយទៅជាប្រយោជន៍នៅក្នុងសង្គមក៏ដូចជាសាសនារបស់យើងបើអញ្ចឹងឱកាសនេះដែរណាខ្ញុំកណាចង់លើកយកទ្រឹស្ដីរបស់មហាធម្មកន្ធីទាំង7ប្រការបើអញ្ចឹងទេសនៈនេះមានញាតិញោមក៏ដូចជាប្រសងអីធ្លាប់បានសិក្សារៀនសូត្រក៏ដូចជាធ្លាប់បានឮមកហើយដែរប៉ុន្តែក្នុងឱកាសនេះខ្ញុំគណៈអាត្មាភាពចង់យកមករំគាយនៅសេចក្តីពន្យល់នៅបន្ថែមខ្លះទៅតាមចំណេះដឹងដែលខ្ញុំគណៈអាត្មាភាពមានហើយដើម្បីបានជាប្រយោជន៍ទៅដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់កណាចឹងនៅក្នុងទ្រឹស្ដីរបស់មហាធម្មកន្ធីដែលលោកជាអ្នកដឹកនាំនៅប្រទេសឥណ្ឌាបានទុកនៅទេសនៈចំនួន7ដែលយើងហៅថាបាបប្រគ្រោះទាំង7ប្រការបានន័យថាជាគ្រោះចង្រៃជាការដែលមិនចម្រើនជាបាបប្រគ្រោះជាសេចក្តីមិនចម្រើននឹងមានចំនួន7ដែលយើងគួរតែជៀសវាងគួរតែមិនប្រព្រឹត្តធ្វើកណាអញ្ចឹងទី1គឺទ្រព្យសម្បត្តិបានមកដោយគ្មានការងារទី2សប្បាយដោយគ្មានមនសិការទី3ចំណេះដឹងដោយគ្មានចរិយាទី4ចំនួនគ្មានសិលធម៌ទី5វិជ្ជាសាស្ត្រគ្មានមនុស្សធម៌ទី6នយោបាយគ្មានគោលការណ៍ទី7សាសនាគ្មានការលះបង់កណាចឹងទី1ទ្រព្យសម្បត្តិបានមកដោយគ្មានការងារគឺជាបាបប្រគ្រោះកណាចឹងកន្លែងហ្នឹងហេតុអីបានថាជាបាបប្រគ្រោះហេតុអីបានជាការមិនចម្រើនកណាដោយសារទ្រព្យសម្បត្តិដែលគ្មានការងារមិនថាទ្រព្យនោះបានមកដោយខុសច្បាប់ក្តីដោយស្របច្បាប់ក្តីណាក៏សុទ្ធតែជាបាបប្រគ្រោះកណាបាបប្រគ្រោះហ្នឹងគឺដោយសារតែយើងអត់បានបដូរកម្លាំងអីជាថ្នូរដើម្បីបាននៅទ្រព្យសម្បត្តិនោះមកអញ្ចឹងបានន័យថាយើងចាំទទួលនៅទ្រព្យស្រាប់ចាំទទួលនៅរបស់ដែលបានស្រាប់មកដោយមិនបានបញ្ចេញនៅកម្លាំងពលកម្មខ្លួនឯងហ្នឹងជាប្រយោជន៍ដើម្បីជាថ្នូរដូរនៅទ្រព្យសម្បត្តិនោះទេអញ្ចឹងគណៈឧទាហរណ៍ថាបើយើងដាំបន្លែដើម្បីលក់ហើយបដូរយកជាប្រាក់មកវិញអាហ្នឹងគឺអ្នកដែលគាត់បានពីយើងគាត់បានបន្លែយើងបានប្រាក់មកវិញអញ្ចឹងឧទាហរណ៍ថាបើយើងទៅធ្វើការទៅធ្វើសំណង់ឬក៏សិប្បកម្មអីជាដើមយើងបដូរយកប្រាក់មកគេបានផ្ទះគេបានគ្រឿងសង្ហារឹមរបស់របរប្រើប្រាស់អញ្ចឹងថ្នូរដែលយើងទទួលបានប្រាក់មកយើងបានបម្រើប្រយោជន៍ណាមួយទៅឲ្យគេវិញអញ្ចឹងយើងថ្នូរមកអញ្ចឹងឃើញថាវាមានប្រយោជន៍ប៉ុន្តែបើយើងទទួល
ប្រាក់នោះណាដោយទៅទេដោយមិនបានបញ្ចេញនៅកម្លាំងពលកម្មអាហ្នឹងគឺមិននាំឲ្យសង្គមនឹងចម្រើនទេណាមិននាំឲ្យចម្រើនទេណាអញ្ចឹងវាខាតនៅកម្លាំងខ្លួនឯងមួយណាអញ្ចឹងដូចជាណាប្រសងអញ្ចឹងទទួលនៅចង្ហាន់របស់ញាតិញោមពុទ្ធបរិស័ទណាដោយញាតិញោមពុទ្ធបរិស័ទបានប្រគេនមកហើយប្រសងត្រូវណាបដូរជាប្រយោជន៍ទៅវិញដោយតាមរយៈណាទី1គឺជាគំរូល្អណានៅក្នុងសង្គមណាជាអ្នកមានគុណធម៌ណាជាអ្នកមាននៃព្រះមយធម៌ណាសេចក្តីល្អណាសម្រាប់ជាទីគោរពដល់ញាតិញោមពុទ្ធបរិស័ទហើយផ្នែកទៀតនោះគឺព្រះសង្ឃណាជួយបង្រៀនជួយផ្សព្វផ្សាយណានៅព្រះធម៌ជាការអប់រំចិត្តក្តីជាការបង្ហាញនៅផ្លូវណាចែងចាក់នៅសេចក្តីទុក្ខណាបង្ហាញនៅណាផ្លូវទៅកាន់ព្រះនិព្វានក្តីណាអញ្ចឹងការផ្សព្វផ្សាយពធនេះជាការញ៉ាំងនៅប្រយោជន៍ទៅដល់ពុទ្ធបរិស័ទវិញណាដូចជាការណាឧទ្ទិសកុសលណាមួយជាដើមនេះគឺក៏សិតតែនឹងជាប្រយោជន៍ដែរណាអញ្ចឹងជាប្រយោជន៍មិនមែនថាណាការទទួលរបស់ណាវិធុសង្ឃមិនបានញ៉ាំងប្រយោជន៍អីទៅដល់បរិស័ទវិញក៏មិនមែនដែរណាអញ្ចឹងព្រះសង្ឃគឺចិញ្ចឹមជីវិតដោយបរិសុទ្ធហៅថាជីវៈបរិសុទ្ធសិលណាអញ្ចឹងខ្ញុំកណាសូមណាបញ្ចប់នៅចំណុចទី1ណាអញ្ចឹងនៅវីដេអូក្រោយខ្ញុំកណាបន្តនៅចំណុចទី2បន្តទៀតកណាអញ្ចឹងខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំលានិងចម្រើនពរលា